សូមស្វាគមន៍មកកាន់ទីក្រុងវេរ៉ូណាដ៏ស្រស់បំព្រងនៅទីនេះហើយដែលរឿងរ៉ាវរបស់ពួកយើងចាប់ផ្ដើមទីក្រុងនេះពោពេញទៅដោយអគារសាងសង់ពីថ្មយ៉ាងប្រណិតផ្លូវក្រាលគ្រួសដ៏ស្រស់ស្អាតនិងពន្លឺព្រះអាទិត្យនៃប្រទេសអ៊ីតាលីដែលរះចែងចាំងពេញផ្ទៃមេឃប៉ុន្តែនៅពីក្រោមសម្រស់ដ៏ស្រស់ត្រកាលនេះក៏មានទន្លេឈាមមួយដែលហូរកាត់ផងដែរមានគ្រួសារผู้ជនដ៏មានអំណាចចំនួន2គឺគ្រួសារម៉ុងតាគីវនិងគ្រួសារកាពូឡេតពួកគេមានឋានៈស្មើគ្នាមានទ្រព្យសម្បត្តិស្មើគ្នាហើយក៏មានគំនុំសងសឹកនឹងគ្នាស្មើគ្នាដូចគ្នាគ្មាននរណាម្នាក់ចាំបានទេថាចំនួននេះចាប់ផ្ដើមចេញអំពីរឿងអ្វីឲ្យប្រកបព្រោះវាបានកើតឡើងជាច្រើនចំនួនមកហើយតែអ្វីដែលគេដឹងច្បាស់នោះគឺការសອບខ្ពឹមនេះបានចាក់ឫសយ៉ាងជ្រៅរហូតដល់សម្បីតែអ្នកបម្រើនៅក្នុងផ្ទះក៏មិនអាចដើរកាត់មុខគ្នាទៅតាមដងផ្លូវដោយមិនហូតដាវចេញមកកាប់គ្នាដែរពីឈាមអ្នកចាស់ធ្លាក់មកដល់ដៃក្មេងជំនាន់ក្រោយទីក្រុងវេរ៉ូណាទាំងមូលត្រូវរស់នៅក្នុងភាពភ័យខ្លាចដោយសារតែភ្លើងគំនុំរបស់ត្រកូលទាំងពីរនេះថ្ងៃមួយក្រោមពន្លឺថ្ងៃក្តៅហែងដែលធ្វើឲ្យឈាមមនុស្សឆាប់ពុះកញ្ជ្រោលអ្នកបម្រើពីរនាក់របស់ត្រកូលកាពូឡេតកំពុងដើរអួតអាងនៅតាមទីផ្សារពួកគេបានឃើញអ្នកបម្រើត្រកូលម៉ុងតាគីវដើរមកពីមុខដោយចង់បញ្ឆេះកំហឹងអ្នកបម្រើត្រកូលកាពូឡេតបានធ្វើកាយវិការខំមេដៃដែលជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរកាលពីសម័យនោះគ្រាន់តែឃើញភ្លាមការជេរប្រមាថក៏ចាប់ផ្ដើមហើយដាវក៏ត្រូវហូតចេញពីស្រោមសំឡេងដែលប៉ះទង្គិចគ្នាបានបន្លឺអើងកងពេញទីផ្សារប្រជាជនដែលកំពុងតែទិញអីវ៉ាន់នាំគ្នារត់គេចបាតជើងសព្រាតបេនវូលីអូដែលជាក្មួយប្រុសរបស់ម៉ុងតាគីវនិងជាមនុស្សស្រឡាញ់សន្តិភាពបានរត់ចូលទៅកណ្ដាលវងដើម្បីឃាត់អ្នកទាំងនោះឈប់ពួកឯងឈួតអស់ហើយឬដាក់ណាវជាប់ភ្លាមគេបានស្រែកបញ្ជាប៉ុន្តែនៅពេលនោះធីបលដែលជាក្មួយប្រុសរបស់កាពូឡេតដែលជាមនុស្សកោងកាចនិងមានបេះដូងពោពេញទៅដោយភ្លើងកំហឹងបានដើរចូលមកដល់ធីបលបានសើចចំអករួចនិយាយថាឯងកាន់ដាវហើយនិយាយពីសន្តិភាពឬអញស្អប់ពាក្យនេះដូចដែលអញស្អប់ពួកម៉ុងតាគីវទាំងអស់ហើយចឹងនិយាយចប់ធីបលក៏ស្ទុះទៅកាប់បេនវូលីអូមិនយូរប៉ុន្មានសម្បីតែមេគ្រួសារចាស់ៗទាំងពីរក៏រត់ចេញពីផ្ទះទាំងកាន់ដាវចាស់ៗរបស់ពួកគេចូលមកវាយតប់គ្នាដែរទីក្រុងវេរ៉ូណាคล้ายទៅជាសមរភូមិភ្លាមរហូតទាល់តែព្រះម្ចាស់នៃទីក្រុង Prince Escalus ជាសេះផ្ទាល់ខ្លួនរបស់ទ្រង់ចូលមកដល់ព្រមជាមួយនឹងកងទ័ពរាប់សិបនាក់ទើបសង្គ្រាមនេះបញ្ចប់ព្រះអង្គម្ចាស់មានបន្ទូលដោយកំហឹងក្រោធថាពួកមនុស្សដេរិឆានពួកឯងយកឈាមជនរួមជាតិមកលាងកំហឹងរបស់ពួកឯងមែនទេនេះជាលើកទី3ហើយដែលចំនួនរបស់ពួកឯងធ្វើឲ្យទីក្រុងវេរ៉ូណាចលាចលអញសូមប្រកាសជាដាច់ខាតចាប់ពីថ្ងៃនេះតទៅបើនរណាម្នាក់ហ៊ានបង្ករឿងបង្ហូរឈាមគ្នាម្ដងទៀតអ្នកនោះនឹងត្រូវកាត់ក្បាលជាសាធារណៈបន្ទាប់ពីការគំរាមនេះគ្រប់គ្នាក៏បំបែកគ្នាទាំងក្តីគុំគួនខណៈដែលគ្រួសារកំពុងតែកាប់ចាក់គ្នាតើរ៉ូមីអូដែលជាកូនប្រុសតូលរបស់ម៉ុងតាគីវទៅនៅឯណារ៉ូមេអូមិនបានចូលរួមក្នុងចំនួននោះទេបុរសវ័យក្មេងសង្ហាម្នាក់នេះកំពុងតែលាក់ខ្លួននៅក្នុងព្រៃងងឹតឆ្ងាយពីទីក្រុងដើរសម្រក់ទឹកភ្នែកម្នាក់ឯងគេមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបេនវូលីអូបានដើរទៅរករ៉ូមីអូហើយសួរដោយក្តីបារម្ភថាបងប្អូនរបស់ខ្ញុំតើមានរឿងអ្វីធ្វើឲ្យឯងសោកសៅម្ល៉េះមិនក៏ដើរគេចមុខពីមនុស្សម្នាអញ្ចឹងរ៉ូមីអូដកដង្ហើមធំរួចឆ្លើយថាខ្ញុំកំពុងតែឈឺចាប់ដោយសារតែសេចក្តីស្រឡាញ់ខ្ញុំស្រឡាញ់នារីម្នាក់ឈ្មោះ Rosalind សម្បររបស់នាងប្រៀបដូចជាទេពធីតាប៉ុន្តែនាងបែរជាបដិសេធសេចក្តីស្រឡាញ់របស់ខ្ញុំនាងបានស្បត់ថានឹងរស់នៅជាមួយនឹងភាពនៅលីវអស់មួយជីវិតបេះដូងរបស់ខ្ញុំបែកខ្ទេចអស់ហើយបេនវូលីអូខ្ញុំលែងចង់រស់នៅទៀតហើយទោះបីជាមិត្តភក្តិព្យាយាមលួងលោមយ៉ាងណាក៏រ៉ូមីអូនៅតែមិនព្រមស្ដាប់គេលិះលង់ក្នុងទុក្ខសោករបស់ខ្លួនឯងងាកមកមើលខាងភូមិគ្រឹះត្រកូលកាពូឡេតវិញលោកម្ចាស់កាពូឡេតកំពុងសន្ទនាជាមួយនឹងកំឡោះសង្ហាម្នាក់ឈ្មោះថាប៉ារីសដែលជាសាច់ញាតិរបស់ព្រះអង្គម្ចាស់ទីក្រុងវេរ៉ូណា
Paris បានមកសុំចូលស្ដីដណ្ដឹងកូនស្រីទោលរបស់ Capulet គឺ Juliet Capulet ឆ្លើយតបថា Paris អើយកូនស្រីខ្ញុំនៅក្មេងណាស់នាងទើបតែអាយុ14ឆ្នាំប៉ុណ្ណោះនាងមិនទាន់ស្គាល់ពិភពលោកច្បាស់ទេប៉ុន្តែយប់នេះគ្រួសាររបស់ខ្ញុំមានរៀបចំពិធីជប់លៀងពាក់របាំងមុខដ៏ធំមួយសូមអ្នកអញ្ជើញមកចូលរួមចុះបើអ្នកអាចធ្វើឲ្យបេះដូងរបស់កូនស្រីខ្ញុំរលាយហើយនាងព្រមទទួលយកអ្នកខ្ញុំក៏នឹងយល់ព្រមដូចគ្នាលោក Capulet បានប្រគល់បញ្ជីឈ្មោះភ្ញៀវកិត្តិយសឲ្យទៅអ្នកបម្រើម្នាក់ឲ្យដើរហៅភ្ញៀវប៉ុន្តែរឿងគួរឲ្យអស់សំណោចនោះគឺអ្នកបម្រើម្នាក់នោះអត់ចេះអក្សរទេគាត់ដើរតាមផ្លូវទាំងមិនដឹងថាត្រូវអានឈ្មោះអ្នកណាយ៉ាងម៉េចជួនជាពេលនោះរ៉ូមីអូនិងបេនវូលេអូដើរកាត់អ្នកបម្រើក៏ពឹងរ៉ូមីអូឲ្យជួយអានបញ្ជីឈ្មោះឲ្យរ៉ូមីអូក្រឡេកមើលបញ្ជីឈ្មោះហើយស្រាប់តែភ្នែករបស់គេបើកធំធំនៅក្នុងបញ្ជីឈ្មោះនោះមានឈ្មោះ Rosalind ជាមនុស្សស្រីដែលគេលួចស្រឡាញ់ Ben Vilio ឃើញឱកាសល្អក៏បញ្ចុះបញ្ចូល Romeo ថាឯងឃើញទេ Rosalind ទៅពិធីជប់លៀងរបស់ Capulet យប់នេះយើងត្រូវតែលួចបន្លំខ្លួនពាក់របាំងមុខចូលទៅទីនោះពេលឯងបានឃើញស្រីស្អាតដទៃទៀតនៅក្នុងទីក្រុង Verona ឯងនឹងដឹងថា Rosalind របស់ឯងគ្រាន់តែជាសត្វឯកមិនមែនជាសត្វហង្សនោះទេ Romeo យល់ព្រមចូលរួមមិនមែនដើម្បីទៅរកមើលស្រីផ្សេងទេគឺដើម្បីសម្លឹងមើលមុខ Rosalind ដែលជាទីស្រឡាញ់របស់ខ្លួននៅក្នុងបន្ទប់ដ៏ប្រណិតមួយ Juliet កំពុងនិយាយលេងជាមួយនឹងមេដោះដែលជាអ្នកមើលថែនាងតាំងតែពីនាងនៅជាទារកមេដោះជាស្ត្រីចំណាស់ដែលចូលចិត្តនិយាយច្រើននិយាយលោឡានិងមានភាពកំប្លុកកំប្លែងម្ដាយរបស់ Juliet Lady Capulet បានដើរចូលមករួចសួរយ៉ាងម៉ឺងម៉ាត់ថា Juliet កូនស្រីម្ដាយតើកូនយល់យ៉ាងណាចំពោះការរៀបការ Juliet ឆ្លើយយ៉ាងទន់ភ្លន់ថាវាជាកិត្តិយសមួយដែលកូនមិនទាន់បានគិតទៅដល់នៅឡើយទេអ្នកម្ដាយរបស់នាងនិយាយបន្តថាដល់ពេលត្រូវគិតហើយក្មេងស្រីអភិជនជាច្រើននៅអាយុប៉ុនកូនសិតតែមានកូនពអស់ទៅហើយយប់នេះលោកប៉ារីដ៏សង្ហានឹងមកក្នុងពិធីជប់លៀងរបស់យើងកូនត្រូវតែសម្លឹងមើលគេឲ្យបានច្បាស់គេជាបុរសដែលល្អឥតខ្ចោះJuliet ជាក្មេងស្រីស្ដាប់បង្គាប់បានត្រឹមតែងូក្បាលយល់ព្រមនឹងសាឡបងមើលចិត្តប៉ារីប៉ុន្តែនាងបានសន្យាថានឹងស្រឡាញ់គេទេនាងមិនបានសន្យាថានឹងស្រឡាញ់គេទេពេលរាត្រីបានចូលមកដល់ភូមិគ្រឹះ Capulet ភ្លឺចិញ្ចាញ់ចិញ្ចាចដោយពន្លឺភ្លើងទៀនរាប់ពាន់ដើមសម្លេងតន្ត្រីយ៉ាងពីរោះរណ្ដំបានបន្លឺឡើងមនុស្សម្នាស្លៀកពាក់យ៉ាងស្រស់ស្អាតពាក់របាំងមុខចម្រុះពណ៌កំពុងរាំកំសាន្តយ៉ាងសប្បាយរីករាយRomeo, Benvolio និង Mercutio ជាមិត្តសម្លាញ់ម្នាក់ទៀតបានលួចចូលក្នុងពិធីនេះយ៉ាងរលូនដោយសារតែមានរបាំងមុខបិទបាំងខណៈដែល Romeo កំពុងឈរនៅជ្រុងម្ខាងនៃសាលរាំភ្នែករបស់គេបានរំពៃរកមើល Rosalind ប៉ុន្តែស្រាប់តែខ្សែភ្នែករបស់គេបានទៅប៉ះទៅនឹងនារីម្នាក់ទៀតនារីម្នាក់នោះគឺកំពុងរាំយ៉ាងទន់ភ្លន់នាងមានសម្រស់ស្រស់ស្អាតលើសពីការពណ៌នាស្អាតរហូតដល់ទៅរ៉ូមីអូភ្លេចដកដង្ហើមភ្លេចការឈឺចាប់ភ្លេចរ៉ូសាលីនភ្លេចពិភពលោកទាំងមូលរ៉ូមីអូបានលាន់មាត់ឡើងដោយមិនដឹងខ្លួនថាអូនាងបង្រៀនភ្លើងគោមឲ្យចេះបញ្ចេញពន្លឺភ្លឺចិញ្ចាញ់ចិញ្ចាចសម្បររបស់នាងប្រៀបដូចជាត្បូងពេជ្រនៅលើត្រចៀករបស់ជនជាតិអេធីអូពីជាសម្រស់ដែលមិនស័ក្តិសមនឹងនៅលើផែនដីនេះទេពេលនាងឈរក្បែរស្រីដតីនាងប្រៀបដូចជាសត្វព្រាបពណ៌សដែលហើរនៅកណ្ដាលហ្វូងសត្វកែកតើបេះដូងខ្ញុំធ្លាប់ស្គាល់សេចក្តីស្រឡាញ់ទេពីមុនមកទេគឺទើបតែយល់នេះទេដែលភ្នែកខ្ញុំបានឃើញសម្រស់ពិតប្រាកដតែសំណាងមិនល្អសំឡេងរបស់រ៉ូមីអូត្រូវបានធីបលដែលកំពុងឈរក្បែរនោះស្ដាប់ឮធីបលចំណាំសម្លេងនេះបានច្បាស់ណាស់នេះគឺជាសម្លេងរបស់ក្មេងត្រកូលម៉ុងតាហ្គីវវាហ៊ានមកជន់ផ្ទះយើងដើម្បីមើលងាយយើងធីបលខឹងស្មាយ៉ាងខ្លាំងហើយប្រញាប់បញ្ជាឲ្យគេយកដាវមកឲ្យខ្លួនដើម្បីទៅកាប់រ៉ូមីអូប៉ុន្តែលោកកាពូឡេតជាម្ចាស់ផ្ទះបានចូលមកខាត់ភ្លាមធីបលបញ្ឈប់សកម្មភាពបបាយភ្លាម
កុំបង្ករឿងនៅក្នុងផ្ទះអញទុកឲ្យគេនៅស្ងៀមទៅគេមិនបានធ្វើអីខុសទេទីបលខឹងញ័រខ្លួនដើរចេញទៅទាំងគំនុំសងសឹកក្នុងចិត្តយ៉ាងជ្រៅនៅពេលនេះរ៉ូមេអូបានដើរលួចចូលទៅជិតនារីដ៏ស្រស់ស្អាតនោះគឺ Juliet គេបានលូកដៃទៅចាប់ដៃរបស់នាងយ៉ាងទន់ភ្លន់ហើយនិយាយដោយសម្ដីផ្អែមល្ហែមប្រៀបដូចជាអ្នកសូត្រធម៌កំពុងបួងសួងដល់ទេវតាប្រសិនបើដៃដ៏កខ្វក់របស់ខ្ញុំធ្វើឲ្យប៉ះពាល់ដល់ដៃដ៏បរិសុទ្ធរបស់អ្នកខ្ញុំសូមយកបបោមាត់របស់ខ្ញុំជាអ្នកធម្មយាត្រាដើម្បីថើបលុបលាងកំហុសមួយនេះ Juliet ដែលជាក្មេងស្រីមិនទាន់ធ្លាប់ស្គាល់ស្នេហាស្រាប់តែមានអារម្មណ៍រំភើបញាប់ញ័រក្នុងបេះដូងយ៉ាងចម្លែកនាងតបវិញយ៉ាងឆ្លាតវៃថាអ្នកធម្មយាត្រាដៃរបស់អ្នកមិនកខ្វក់ទេការកាន់ដៃគ្នាគឺជាការថើបរបស់អ្នកធម្មយាត្រាដែរអ្នកទាំងពីរបានសម្លឹងមើលភ្នែកគ្នាយ៉ាងជ្រៅហើយរ៉ូមេអូក៏បានអោនទៅថើបបបោមាត់របស់ Juliet ការថើបមួយនេះគឺជាការចាប់ផ្ដើមនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុតហើយក៏ជាការចាប់ផ្ដើមនៃសោកនាដកម្មដ៏ឈឺចាប់បំផុតដែរបន្ទាប់ពីថើបគ្នាមេដោះរបស់ Juliet បានដើរមកកាត់ផ្ដាច់ភាពផ្អែមល្ហែមនេះដោយប្រាប់ថាម្ដាយរបស់ Juliet កំពុងតែរកនាងរ៉ូមេអូទើបតែឆ្លៀតឱកាសសួរមេដោះថាតើនារីម្នាក់នេះជាកូនរបស់អ្នកណាមេដោះឆ្លើយថាលោកអើយនាងគឺជាកូនស្រីទោលរបស់លោកម្ចាស់កាបូឡេតម្ចាស់ផ្ទះនេះហើយពាក្យនេះប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលបេះដូងរបស់រ៉ូមេអូនាងគឺជាកាពូឡេតជីវិតខ្ញុំពេលនេះត្រូវធ្លាក់ក្នុងកំដាប់ដៃរបស់សត្រូវហើយចំណែកឯ Juliet វិញពេលរ៉ូមេអូដើរចេញទៅនាងក៏បានសួរទៅមេដោះថាតើបុរសដែលទើបតែដើរចេញទៅនោះជាអ្នកណាបើមេដោះប្រាប់ថាគេមានប្រពន្ធហើយនោះភ្នោខ្មោចនឹងខ្លាយទៅជាក្រែរបស់មេដោះមិនខានមេដោះបានដើរទៅសួរគេហើយត្រឡប់មកវិញប្រាប់នាងថាគេឈ្មោះរ៉ូមេអូជាកូនប្រុសទូលរបស់តកូលម៉ុងតាគីវជាសត្រូវស៊ូពូជរបស់គ្រួសារយើង Juliet ដកដង្ហើមធំទឹកភ្នែករលីងរលោងហើយពោលពាក្យដ៏កំសត់ថាសេចក្តីស្រឡាញ់តែមួយគត់របស់ខ្ញុំកើតចេញពីសេចក្តីស្អប់តែមួយគត់របស់ខ្ញុំបានស្គាល់គេលឿនពេកពេលដែលខ្ញុំមិនទាន់ដឹងថាគេជានរណាហើយពេលខ្ញុំដឹងថាគេជានរណាវាហួសពេលទៅហើយស្នេហាដំបូងរបស់ខ្ញុំគឺជាការចាប់ផ្ដើមដ៏អាក្រក់បំផុតព្រោះខ្ញុំត្រូវបង្ខំចិត្តស្រឡាញ់សត្រូវរបស់ខ្លួនឯងទីបញ្ចប់នៃអន្លង់ស្នេហ៍បានធ្វើឲ្យពួកគេទាំងពីរធ្លាក់ទៅក្នុងអន្ទាក់នៃវាសនាពិធីជប់លៀងបានបញ្ចប់ប៉ុន្តែភ្លើងស្នេហ៍និងភ្លើងសង្គ្រាមទើបតែចាប់ផ្ដើមឆេះប៉ុណ្ណោះ